นกีทาปอดใส่มาชมกุนบ่ជាបន្តសូមបង្ហាញវត្តមានកីឡាករបង្គោលក្រហមឡើងមកលើសង្វៀនប្រដាល់ត្រង់ឯកឧត្តមលោកទាវអស់លោកស្រីនាងកញ្ញាកំពុងតែតាមដានទស្សនាការផ្សាយបន្តពិសេសរបស់យើងឥឡូវនេះយើងឃើញថាវត្តមានកីឡាករទាំងពីររូបក៏បានបង្ហាញវត្តមាននៅលើសង្វៀនវីអាក់ទាវឋានគុណខ្មែររបស់យើងផងដែរជាបន្តទៀតដើម្បីជ្រាបកាន់តែច្បាស់ជាមួយនឹងប្រវត្តិរូបកីឡាករទាំងពីរខ្ញុំបាទសូមអនុញ្ញាតជម្រាបជូននៅប្រវត្តិរូបសង្ខេបដូចតទៅកីឡាករបង្គោលក្រហមទម្ងន់24គីឡូក្រាមអាយុ11ឆ្នាំកម្ពស់1.42 ម៉ែត្រប្រកួតចំនួន4ដងឈ្នះ2ដងបណ្ដាលចាញ់និងស្មើ2ដងធ្លាប់ផ្ដួលគូប្រកួតឲ្យបោះបង់សន្លប់បាន2ដងការប្រកួតចុងក្រោយឈ្នះដោយសន្លប់ស្រុកកំណើតមកពីភូមិវត្តចដឹកឃុំអូដំបង2ស្រុកសង្កែខេត្តបាត់ដំបងថ្វាយបង្គំគ្រូតាមរបៀបហនុមានពតសេមាមកពីក្លឹបព្រែកព្រះស្ដេចសមាគមកីឡាខេត្តបាត់ដំបងគ្រូបង្វឹកលោកខឹមសនំលោកស្រីនាងកញ្ញាសូមណែនាំឲ្យស្គាល់អ្នកប្រយុទ្ធគុណខ្មែរវ័យក្មេងកីឡាករបង្គោលក្រហមសាទចន្ទរាបាទចំណែកឯកីឡាករបង្គោលខៀវនេះវិញមានទម្ងន់24គីឡូក្រាមអាយុ11ឆ្នាំកម្ពស់1.35 ម៉ែត្រប្រកួតបានចំនួន5ដងឈ្នះ3ដងនិងស្មើ2ដងប្រកួតចុងក្រោយរបស់កីឡាករបង្គោលខៀវនោះគឺស្មើដោយពិន្ទុបាទកីឡាករបង្គោលខៀវមានស្រុកកំណើតនៅភូមិក្រមុលឃុំរហាត់ទឹកស្រុកមង្គលបុរីខេត្តបន្ទាយមានជ័យថ្វាយបង្គំគ្រូតាមរបៀបរំលឹកគុណគ្រូមកពីក្លិតសៅសៃយ៉ាន់បាទសៅយ៉ាន់នីគាសមាគមកីឡាកងយុទ្ធពលខេមរៈភូមិន្ទគ្រូបង្វឹកនោះគឺលោកគ្រូសានសៅយ៉ាន់លោកស្រីនាងកញ្ញាសូមណែនាំឲ្យស្គាល់កីឡាករបង្គោលខៀវសៅយ៉ាន់វីរៈសឺអរគុណណាសម្ដេចទ្រង់ឯកឧត្តមលោកយន្តទាវលោកស្រីនាងកញ្ញាកំពុងតែតាមដានទស្សនាទៅនេះផ្ទាល់ក៏ដូចជាតាមគេឋានយើងឃើញថាប្រវត្តិរូបកីឡាករទាំងពីរហាក់បីដូចជាប្រដាមប្រសងគ្នាការប្រកួតចុងក្រោយគឺបង្គោលក្រហមឈ្នះចំណែកបង្គោលខៀវបានត្រឹមតែស្មើចាំមើលនឹងមានអ្វីកើតឡើងលើសងវារបស់យើងក្នុងការប្រកួតនេះតម្រូវទៅលើលោកកញ្ញាកណ្ដាលលោកសានកំសួរសម្ដេចទ្រង់ឯកឧត្តមលោកយន្តទាវលោកស្រីនាងកញ្ញាអ្វីដែលបងប្អូនតឹងរង់ចាំបាទការប្រកួតបាទថ្នាលរបស់យើងនៅក្នុងទឹកដីខេត្តបាត់ដំបងជាការប្រកួតជាប្រវត្តិសាស្ត្រដែលមានការជួយជ្រោមជ្រែងក៏ដូចជាការឧបត្ថម្ភពីក្រុមហ៊ុនបាទគឺវឌ្ឍនៈ Brewery បាទដែលបានជួយជ្រោមជ្រែងរាល់សកម្មភាពបាទទាំងការប្រកួតមីនីបាទការប្រកួតថ្នាលតាមបណ្ដាក្លឹបតាមបណ្ដាខេត្តបាទដែលមានបាទអ្នកអង្គការសម្បត្តិវឌ្ឍនៈបាទដែលគិតគូរចំពោះវិស័យកីឡាមិនថាប្រដាល់ទេលោកសរ៉ាត់មានគ្រប់វិស័យទាំងវិស័យអប់រំបាទវិស័យកីឡាច្រើនមែនទែនមនុស្សធម៌ក៏មានវត្តមានសម្រាប់បាទគេហៅថាការឧបត្ថម្ភពីក្រុមហ៊ុនបាទវឌ្ឍនៈ Brewery ផងដែរបាទបាទគូទី1នេះយើងឃើញថាកម្ពស់កម្ពស់ក៏ប្រពន្ធគ្នាអាយុក៏ដូចគ្នាទម្ងន់នឹងក៏មិនលើសគ្នាដែរបាទគឺប្រភេទ24គីឡូក្រាមបាទកីឡាករទាំងពីរបើយើងគិតពីសមត្ថភាពនៃការប្រកួតគឺចិត្តគ្នាទេបាទបង្គោលក្រហម4ដងនិងបង្គោលខៀវ5ដងបាទលើនេះលោកសាកំសួរកំពុងតែផ្ដល់គេថាដំបូន្មានក៏ដូចជាលក្ខខណ្ឌដល់អ្នកទាំងពីរពីព្រោះអ្នកទាំងពីរឃើញថាការប្រកួតនៅខ្ចី
បាទដូច្នេះត្រូវការបបពិសោធន៍ច្រើននឹងការណែនាំពីដូចជាលោកគ្រូបង្ហាត់ក៏ដូចជាលោកមន្ត្រីញាកដាលក្នុងការណែនាំនៅលើបាទសង្វៀនផងដែរបាទចាក្រុមត្រៀមបង្ព្រាបប្រកួតគូពិសេសទី1ទឹកទី1វីអាក់ទៀវថ្នាលគុណខ្មែរបាត់ដំបងបាទកម្មវិធីរបស់យើងនៅសប្តាហ៍ទី23នេះគូទី1បានឈៀងមកដល់ហើយរវាងកីឡាករបាទបង្គោលក្រហមបាទគឺសានចន្ទរាជាមួយនឹងបាទបង្គោលខៀវសៅយ៉ានវីរសិទ្ធបាទចូលមកដល់ភ្លាមបាទស្វាគមន៍គ្នាទៅវិញទៅមកញាក់មួយជើងទៅមួយដៅឆ្វេងស្ដាំល្អមែនទែនបាទយ៉ាងម៉េចត្រង់ទាត់មកជើងស្ដាំពីវីរសិទ្ធអូហូយបាទលោកគ្រូបាទបំបែកទៅកណ្ដាលទីលានបាទចូលត្រង់ចំណុចនេះយ៉ាងម៉េចមួយជើងចំពេញផ្ទៃមុខល្អមែនទែនចាប់ជើងដួលបាទល្អណាស់បាទសុំសរសើរក្មួយប្រុសបាទអូហូយមួយក្បាច់មិញល្អមែនទែនមួយជើងស្ដាំតែកិច្ចផុតពីសំណាក់កីឡាករបង្គោលក្រហមចូលចាប់ត្រង់ចំណុចនេះយ៉ាងម៉េចមួយដៃស្ដាំផុតជង្គង់ស្ដាំបាទរបស់កីឡាករបង្គោលក្រហមបាទចន្ទរាអូហូយបាទបង្គោលមួយតែច្បាស់អាយ៉យចូលមួយដៃចំពេញផ្ទៃមុខពីសំណាក់កីឡាករបង្គោលក្រហមចន្ទរាមួយជើងស្ដាំពីចន្ទរាទៀតត្រង់ចំណុចអូយសងមួយដៃឆ្វេងចូលពេញវិញពីបាទវីរសិទ្ធអូហូយលោកគ្រូអាញាកណ្ដាលបំបែកបាទសូមជម្រាបថាបាទគូទី1របស់យើងនោះគឺប្រកួតតែ2នាទីក្នុងមួយទឹកទេបាទចូលដល់ឆ្វេងចាប់អោបមួយពីចន្ទរារុញតែលោកគ្រូអាញាកណ្ដាលបាទបំបែកបាទវីរសិទ្ធមួយតែអូយចូលពេញមកមួយជង្គង់ស្ដាំត្រង់ចំណុចអូយមួយជង្គង់ស្ដាំទៀតបាទស្ដាប់បាទល្អមែនទែនបាទចូលត្រង់ចំណុចនេះចាប់ជង្គង់ស្ដាំមកពីចន្ទរាមកវិញឆ្វេងអូយចូលមួយដៃស្ដាំពេញបឹបបាទរបស់ចន្ទរាល្អមែនទែនអូបាទជីដេញវាយបាទមួយដៃឆ្វេងស្ដាំលោកគ្រូបាទគឹមបែកអូហូយបាទល្អមើលមែនទែនគូទី1របស់យើងចូលមាត់មួយដៃស្ដាំតែចាប់អោបជង្គង់ស្ដាំរបស់ចន្ទរាលោកគ្រូអាញាកណ្ដាលបែកបាទប្រកួតបន្តជាប់ទឹកទីរបស់យើងត្រង់ចំណុចនេះបាទសងគ្នាមួយជើងម្នាក់បាទមួយជើងចូលពេញបាទកលៀតក្អមពីសំណាក់បាទវីរសិទ្ធត្រង់ចំណុចនេះអូហូយមួយជើងហើយថែមមួយដៃឆ្វេងស្ដាំទាត់មួយជើងទៀតពីវីរសិទ្ធត្រង់ចំណុចនេះលោកគ្រូអាញាកណ្ដាលបែកបាទត្រង់ចំណុចចូលម៉ាត់ឆ្វេងស្ដាំតែមិនបានល្អមួយជើងពេញផ្ទៃមុខបាទត្រង់ចំណុចនេះចូលចាប់ជើងបានរុញឲ្យដួលត្រង់ចំណុចនេះព្យាយាមវាយឆ្វេងស្ដាំពីសំណាក់កីឡាករចន្ទរាបាទតែបាទវីរសិទ្ធកិច្ចលឿនបាទត្រង់ចំណុចនេះអូហូយមួយដៃស្ដាំពីចន្ទរាអ្នកឲ្យទឹកចេញក្រៅគូពិសេសទី1ទឹកទី2បាទសូមស្វាគមន៍មកកាន់កម្មវិធី V Active ថ្នាលគុណខ្មែរបាត់ដំបងបាទថ្នាលគុណភាពផ្ដាំពី V Active ឥឡូវចាប់ផ្ដើមអត់មានពេលនេះយាយគ្នាទេបង្គោលក្រហមសានចន្ទរាបង្គោលខៀវកីឡាករបាទសៅយ៉ាន់វិរៈសិទ្ធអីអូយ1-2ចន្ទរាសម្រុកមែនទេតតបាទអោបគ្នាអីយោកំពុងបតាប់បតាយគ្នាមែនទេអើយវិរៈសិទ្ធដកដង្ហើមមិនតទេបាទចូលសម្រុកទៀតបោះជង្គង់មួយរបស់វិរៈសិទ្ធអីយ៉ាចន្ទរានៅតែមិនខ្លាចញញើតតតខាងក្រោមបោះមួយជង្គង់ទៀតជង្គង់ស្ដាំអេបាទហាមវាយថែបន្ទាប់ពីលោកអញ្ញាកដាលខនណាក្មួយបាទ1-2ខាងលើព្យាយាមវិរៈសិទ្ធព្យាយាមទប់ចំណែកចន្ទរាព្យាយាមវាយចលោមួយរបស់កោវិរៈសិទ្ធចលោមួយការប្រកួតចុងក្រោយវិរៈសិទ្ធបានត្រឹមតែស្មើចន្ទរាការប្រកួតចុងក្រោយឈ្នះដោយត្រឡប់ទៀតអូយស្ដាំ1-2អូយមកទៅចាប់ទឹក2ទេមកទៅ1-2សម្រុកមែនទេអោបគ្នាជាប់ត្រូវលោកអញ្ញាកដាលលោកសាងកំសួរលោកញេចេញពីគ្នាសិនបាទបន្តការប្រកួតដើរចូលកណ្ដាប់ដៃឆ្វេងស្ដាំតត់ក្រោមមួយជើងទៀតថែមកណ្ដាប់ដៃពីលើសងវិញដោយវិរៈសិទ្ធខាងមួយវិរៈសិទ្ធវាយថើពេកហាក់បីដូចជាក្បាច់ចេញអត់ជើងអូយកែងមួយទៀតសម្រាប់កីឡាករចន្ទរាមង្គលក្រហមបាទមានល្អិតចិត្តធំបាទ1-2បាទអត់ឲ្យវិរៈសិទ្ធដកទៅហើមតនេះសម្រុកចូលអូយកណ្ដាប់ដៃអីយ៉ាអនចងឯប៉ុណ្ណឹងអូយបាទ
វិរៈសិនមិនមាត់បាទពីកណ្ដាប់ដៃទៅលើផ្ទៃមុខរបស់កីឡាករច័ន្ទរាមង្គលក្រហមវិរៈសិននៅតែដើរចូលចលោមួយបាទទាត់មួយរបស់កីឡាករច័ន្ទរាមង្គលក្រហមសម្រុកទៅទៀតអើយកម្លាំងណាស់1 2ជាយំវាយកែងទៅលើកីឡាករវិរៈសិនមង្គលខៀវបាទលោកកញ្ញាកណ្ដាលបន្តការប្រកួតលុកមួយទៀតអូយដើរចូលវិញម្ដង1 2ចាប់ទឹកទី2បាទរងចាំគូទី1បាទរបស់យើងនៅក្នុងទឹកទី2បាទត្រង់ចំណុចនេះបាទល្អមែនទែនឆ្វេងស្ដាំពីសំណាក់កីឡាករបាទបង្គោលក្រហមបាទគឺច័ន្ទរាក៏ប៉ុន្តែបង្គោលខៀវក៏មិនអន់ដែរបាទមួយតែច្បាស់បាទចូលត្រង់ចំណុចនេះកែងផុតបាទពីសំណាក់កីឡាករបង្គោលក្រហមទាញបាទចូលចម្លោមួយបាទឆ្វេងស្ដាំតែមិនត្រូវគេចផុតរហូតបាទពីសំណាក់កីឡាករវិរៈសិទ្ធបាទត្រង់ចំណុចនេះចូលមួយដៃឆ្វេងស្ដាំចូលពេញពីសំណាក់កីឡាករបង្គោលខៀវសុំអភ័យទោសបង្គោលខៀវវិរៈសិទ្ធអូឃើញបងប្អូនវាយល្អពេកបាទអត្ថាធិប្បាយមិនតាន់បងប្អូនអ្នកឲ្យទឹកចាញ់ក្រៅបាទចូលទី1ទឹកទី3បាទចូលដល់ទឹកទី3ហើយសម្រាប់គូទី1របស់យើងវីអាក់ទាវថ្នាលគុណខ្មែរបាត់ដំបងបាទចូលភ្លាមស្វាគមន៍ពីសំណាក់កីឡាករបាទបង្គោលខៀវភ្លាមបាទត្រង់ចំណុចនេះចូលដេញវាយហើយបាទវិរៈសិទ្ធយ៉ាងម៉េចឲ្យច័ន្ទរាអូហូច័ន្ទរាចាប់កាច់លោកគ្រូអាជ្ញាកណ្ដាលបំបែកចូលឆ្វេងស្ដាំហក់វាយអើយល្អមែនទែនបាទច័ន្ទរាបាទវិរៈសិទ្ធចូលវិញហើយបាទទឹកទី3នេះអត់មានថយដូចទឹក1ទឹក2ទេត្រង់ចំណុចនេះយ៉ាងម៉េចចាប់អោបជង្គង់ឆ្វេងបាទរបស់ច័ន្ទរាចូលពីវិរៈសិទ្ធចាប់ត្រង់ចំណុចនេះឆ្វេងស្ដាំចូលឆ្វេងស្ដាំពីសំណាក់កីឡាករបង្គោលក្រហមច័ន្ទរាចូលដល់ឆ្វេងចូលពេញបាទស្ដាំមួយសងវិញអូចូលកែងតែមិនពេញមកអូហក់ពុះកែងបាទសម្រាប់កីឡាករបង្គោលខៀវបាទវីរៈសិទ្ធបាទវាយចូលបាទមួយម៉ាត់ខាងលើមួយទាត់ខាងក្រោមត្រង់ចំណុចនេះចាប់កែងមួយតែមិនពេញចូលដល់ឆ្វេងអូយពេញផ្ងាកមួយទៀតឆ្វេងចូលដល់ឆ្វេងរៀងខ្លួនម៉ាត់មួយតែខុសចូលចាប់កាច់ត្រង់ចំណុចនេះចាប់លោកគ្រូអាជ្ញាកណ្ដាលបំបែកចូលដល់ឆ្វេងទាត់មកជើងស្ដាំសងវិញបាទពីវិរៈសិទ្ធជង្គង់ស្ដាំពីច័ន្ទរាលោកគ្រូអាជ្ញាកណ្ដាលបំបែកបាទចូលត្រង់ចំណុចនេះឆ្វេងស្ដាំតែមិនបានល្អតែបានដល់ឆ្វេងស្ដាំវិញអូយចូល1 2ត្រង់ចំណុចនេះយ៉ាងម៉េចទប់ជាប់មិនជាប់លោកគ្រូអាជ្ញាកណ្ដាលបំបែកទៀតបាទប្រកួតចូលដល់ឆ្វេងស្ដាំយ៉ាងម៉េចហើយត្រង់ចំណុចនេះលោកគ្រូអាជ្ញាកណ្ដាលបំបែកបាទជាប់ទឹកទី3ល្មមបាទរងចាំការប្រកាសលទ្ធផលសម្រាប់គូទី1របស់យើងបាទសូមអរគុណបាទរូបភាពយឺតបានមកដល់ត្រង់ចំណុចនេះអូយបាទមួយជើងបែកទឹកខ្ចាយបាទសងវិញពីច័ន្ទរាក៏ល្អដែរឆ្វេងស្ដាំវាយរហូតតចេញពីសវៀនខ្លួនឯងតែម្ដងបាទត្រង់ចំណុចនេះបាទកម្លាំងមានប្រមាណទៅទាំងអស់ហើយអត់ទុកទេdirect ឆ្វេងចូលពេញពីសំណាក់កីឡាករបង្គោលក្រហមត្រង់ចំណុចនេះហក់ពុះកែងមួយតែអោនផុតបាទពីសំណាក់កីឡាករបង្គោលខៀវត្រង់ចំណុចនេះក៏ល្អដែរ direct ឆ្វេងចូលពេញក៏មួយដៃស្ដាំឆ្វេងស្ដាំតែគិចផុតសងវិញផងដែរអរគុណគូនេះស្មើគ្នាបាទសូមទាដៃអបអរសម្រាប់គូទី1របស់យើងគឺបានត្រឹមតែស្មើគ្នាទេបាទសូមសរសើរ